ព្រឹកមិញខ្ញុំទៅរៀនយឺតចឹងហើយម៉ូតូខ្ញុំវាមិនហុយផ្សែងទៅពេលហុយផ្សែងទៅយើងចូលដល់មុខ clear ទ្វាររបស់សាឡាវទៅពេលហុយផ្សែងដល់គេមើលលើមកក្រោមយើងថាម៉ូតូយើងនឹងពលលើគេចឹងណាហើយគេមើលឲ្យថាយើងម៉ូតូគេចាស់ម៉ូតូអីចេះចង់ទៅតែខ្ញុំមកអត់ប្រកាន់ទេព្រោះម៉ូតូយើងហុយផ្សែងមែនចាស់មែនតែម៉ូតូខ្ញុំចាស់មែនតែបានជួយខ្ញុំទៅរៀនម្ដងក្រាម្ដងការដែរបើអត់ម៉ូតូចាស់នោះទេខ្ញុំទៅរៀនអត់តាន់គេទេដូចជាមកកម្រិតចឹងយើងខាតតែ1ម៉ោងអីរៀនអត់តាន់គេទេបងប្អូនហើយគេខ្លប់សួរថាចាខ្ញុំទៅរៀនអត់ដែលឃើញទីទឹកសុទ្ធគេតែបងប្អូនមានតែដបទឹកនៅមួយទៅទឹកពីងយើងផឹកទៅហើយពេលខ្លះយើងទិញដែរម្ដងម្កាលតែបើយើងទិញទៅវាអស់លុយពេលខ្លះទៅរៀនមួយថ្ងៃ3000ចាយបាយទៅបាយ1500វិញហ្នឹងចង់អស់ហើយថ្ងៃឡើងទៀតអស់បងចឹងហើយយើងមិនខ្វល់ទេមានប៉ុណ្ណានោះប៉ុណ្ណឹងទៅណៃថាអីថាទៅសំខាន់យើងមិនថាយើងមិនរស់ដើម្បីគេរស់ជាខ្លួនឯង